សូមអនុមោទនាថ្ងៃនេះថ្ងៃច័ន្ទ9កើតខ្នើតខែភទ្របទឆ្នាំអសាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី1ខែកញ្ញាឆ្នាំ2025ថ្ងៃនេះគឺជាថ្ងៃដែលអាត្មាភាពបានរៀបចំកសាងជួសជុលសាលាធម្មសភាដែលមានការទ្រុឌទ្រោមក្រំគ្រាបាក់បែកទ្រុះធ្លាយដោយដំបូកដីដោយជើងទៀនក៏ដូចជាសាបទាំងឡាយដែលមិនទាន់បានក្រាលគោរពពីមុនមកឥឡូវនេះគឺអាត្មាភាពក៏បានរៀបចំឲ្យជាងដើម្បីនឹងប្រក់ដំបូលជួសជុលកន្លែងដែលបែកទ្រុះធ្លាយដើម្បីបានប្រពនៅក្នុងកម្មវិធីបុណ្យកឋិនទានខាងមុខនេះព្រោះឥឡូវនេះគឺជាទិដ្ឋភាពសកម្មភាពជាងកំពុងតែរុះរើហ្នឹងហើយចាប់ផ្ដើមធ្វើបន្តហោហែព្រោះចឹងទេសូមឲ្យញាតិញោមទាំងអស់បានជ្រះថ្លានិងអនុមោទនាដោយញាតិញោមទាំងអស់គ្នាបានជ្រាបហើយថាសាលាធម្មសភាយើងនេះគឺជាច្រើនឆ្នាំកន្លងមកហើយគឺមានសភាពទ្រុឌទ្រោមក្រំគ្រាដោយការលិចធ្លាយដោយដំបូលក្បឿងបែកក៏ដូចជាស្ថានភាពមិនសូវស្អាតមិនសូវល្អប្រក្រតីខុសពីវត្តបណ្ដាវត្តដទៃដែលគេមានសាលាធម្មសភាស្អាតពូល្អតែវត្តយើងនេះនៅក្រីក្រខ្វះខាតជាច្រើនចឹងហើយឃើញថាការខ្វះខាតនៅតែមានមិនតាន់ចប់ហើយឆ្លៀតឱកាសនេះអាត្មាភាពក៏បានសម្រេចចិត្តថានឹងចាប់ផ្ដើមជួសជុលក្រៅការ៉ូក៏ដូចជារៀបចំជើងទៀនសាជាថ្មីហើយនឹងរៀបចំកន្លែងព្រះអង្គតម្កល់ព្រះអង្គជាថ្មីហើយនឹងចាប់ផ្ដើមធ្វើបណ្ដាឲ្យបានឆាប់ហើយជាស្ថាពរនៅថ្ងៃខាងមុខឲ្យបានមុនថ្ងៃកឋិនទាននាវត្តមង្គលយើងបានមកដល់ចឹងទេសូមឲ្យញាតិញោមទាំងអស់សាធុសប្បុរសប្រុសស្រីទាំងនៅក្នុងប្រទេសក្រៅប្រទេសទាំងអស់ដែលជាអ្នកមានចិត្តបុណ្យតែងតែមានសទ្ធាជ្រះថ្លាបានចូលរួមសន្សំក្នុងការកសាងទុកបីតិចក្តីច្រើនក្តីតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនជាពិសេសញាតិញោមចំណុះជើងវត្តមង្គលយុវវង្សទាំងមូលលោកតែងតែមានសទ្ធាហោហែជាប្រចាំថ្ងៃប្រចាំខែប្រចាំសិលមិនដាល់ខានព្រោះការសន្សំនេះគឺដើម្បីបានជាប្រយោជន៍សម្រាប់វត្តយើងឲ្យមានភាពរីកចម្រើនកងកើងរុងរឿងស្មើនឹងវត្តគេដទៃផងដែរចឹងហើយបានជាអាត្មាខំពើពុះពៀទោះបីមានឧបសគ្គយ៉ាងណាក្តីខំទាំងកម្លាំងកាយកម្លាំងចិត្តនិងសទ្ធាជ្រះថ្លាស្វាស្វែងដើម្បីនឹងរិះរោគមធ្យោបាយដើម្បីនឹងកសាងឲ្យមានសភាពល្អប្រសើរគុតមុតប្រសើរជាងមុនដោយសារតែដំបូលនេះគឺកសាងជាច្រើនឆ្នាំកន្លងមកហើយទ្រង់ទ្រាយស្ថានភាពសាលាធម្មសភាយើងនេះក៏មិនជាល្អដូចគេដែរដោយសារជើងវត្តយើងមានតិចតួចពុទ្ធបរិស័ទសទ្ធាស្ដួយស្ដើងហើយកន្លងមកសម្បូរទៅដោយភាពបាក់បែកប្រេះឆារវាងបរិស័ទតាមវត្តនានានិងបរិស័ទខ្លះហ្នឹងគាត់ក៏បែកបាក់បែកពួកទំនេះទំនោះឆ្ងាយចឹងទៅណាមិនសូវមានការសាមគ្គីមានថវិកាហើយតែមិនដឹងធ្វើអីទុកបច្ច័យនឹងយូរទៅកើតជារឿងឆ្លោះតែគ្នាបានកឋិនមកបច្ច័យបានជុំមកចូលឆ្នាំមកនឹងឯការកសាងអនុមោទនាបានលុយចែកគ្នារស្អីក៏ធ្វើមកហើយទាំងអស់ហ្នឹងហើយចឹងទេកន្លងមកនេះស្មាបានមកចុងក្រោយក៏បានរៀបចំសាថ្មីឡើងវិញវត្តនេះទាំងអស់ទាំងផ្លូវចូលក្តីទាំងកុដិក្តីទាំងសាលាក្តីសាលាទទួលភ្ញៀវក្តីចាក់សាបក្តីស្រះក្តីអ្វីគ្រប់ទាំងអស់ក្នុងទុកអនាម័យនៅបណ្ដាកុដិផ្សេងគ្រប់កុដិទាំងអស់គឺមាន
ការរៀបចំបានគ្រប់កន្លែងទាំងអស់ហើយចឹងទេនៅចុងក្រោយនៅតែស្រះធ្វើរបងមួយជុំទៀតនិងសាលាថ្មីមួយខ្នងទៀតនិងរបងខ្លះទៀតបានរួចរាល់ឥឡូវនេះឃើញថានៅខ្វះខាតជាច្រើនហ្នឹងហើយចៃដន្យសម័យគេហៅថាសេដ្ឋកិច្ចធ្លាក់ចុះនេះហើយការកសាងក៏មិនទៅជារលូនប្រមាណធ្វើតាមជំហានគីងគក់តក់តាមមានតាមបានមានតិចធ្វើតិចមានច្រើនធ្វើច្រើនហ្នឹងហើយតាមលំដាប់តាមលំដោយមិនបានអឹកហែកក្រឹកក្រាក់ដោយគេអ្នកមានលុយទេហ្នឹងហើយដូចថាវត្តមកនេះគឺក្រីក្រហើយក៏មិនសូវជាមានអាចដំធំណាដើម្បីនឹងមកជួយចូលរួមដែរណាគាត់មានតែជីវករលុបចេញទិញចូលអ្នករកស៊ីនៅស្រុកក្នុងភូមិបានទៅរស់នៅភ្នំពេញក្តីនៅសហរដ្ឋអាមេរិកក្តីក៏បានចូលរួមហោហែបន្តជាពិសេសគឺរដូវកាលផ្សេងមានរដូវប្រជុំបិណ្ឌកឋិនចូលឆ្នាំគឺគាត់មិនដែលខានទេទោះបីមានការងារក្តីក៏ឆ្លៀតពេលវេលាដើម្បីមកជួយចាត់កុសលបំពេញបុណ្យនៅវត្តជើងស្រុកក៏ដូចជាសម្បុកកើតជារបស់ខ្លួនដែលមាននៅកាលពីមុនមកជាកន្លែងដូនតាម៉ាកុងដែលស្ថិតនៅក្នុងភូមិស្រុករបស់ខ្លួនចឹងហើយបានជាគាត់តែងតែអញ្ជើញមកបំពេញទានគ្រប់ការងារការកសាងទាំងអស់សុទ្ធតែជាអ្នកបានចូលរួមចំណែកជាថ្មគ្រាន់តែជាអ្នកចាត់ចែងរៀបចំបំពេញនៅតម្រូវការរបស់ញាតិញោមបរិស័ទប្រុសស្រីដើម្បីធ្វើវត្តឲ្យคล้ายទៅជាបូជនីយដ្ឋានក៏ដូចជារមណីយដ្ឋានឲ្យបានប្រសើរដូចជាវត្តដតីផងដែរចឹងទេសូមឲ្យញាតិញោមទាំងអស់ដែលជាម្ចាស់សទ្ធាតាំងចិត្តជ្រះថ្លារៀងខ្លួនក៏បីคล้ายទៅជាបការៈដតីឡើយសូមអនុមោទនាCho thế được rồi. Gacchami